Hello ក៏ដូចជាសួស្តីទាំងអស់គ្នាថ្ងៃនេះជួយជំរុញមានទីរ៉ាថ្ងៃនេះសូមបំតសាច់រឿងស្នេហ៍ងប់ងប់ភាគទី13ភាគទី14បន្តទីរ៉ាឥឡូវក៏មកធ្វើទៅយើងជួយទៅកាន់សរុបប្រយោជន៍តែម្ដងទៅផ្ដល់ក្បាច់រឿងមកអូខេយើងនឹងថាគឺជានៅមន្ទីរពេទ្យលោកលៀនខ្ញុំមិនមានជំងឺផ្លូវចិត្តទេឲ្យខ្ញុំសុំទៅផងប្រាប់ឲ្យហើយទៅកុំមកធ្វើភ្លើជាមួយយើងហ៎លោកលៀននឹងគាត់បាននិយាយដល់ថាឆាប់សហការជាមួយពួកយើងទៅក៏មកលេងល្បិចឲ្យសោះក៏បានពេលនៅក្នុងនោះគឺថាពួកគេមាននិយាយអីគេដោយសារតែលេខារបស់ជំនួយការរបស់លោកលៀនហ្នឹងគាត់ឲ្យតាពិនិត្យមើលរកឯកសារឈ្មោះរបស់ឈិនធីវៃមកគេខំប្រែដល់ណាធ្វើឲ្យពេលហ្នឹងគឺថាធាងវៃហ្នឹងគាត់មានការជាការអាណិតទៅកាន់ជំនួយការខ្លាំងមែនតើហើយពេលហ្នឹងគាត់មិនក៏នឹងជឿថាដោយសារតែវៃជឿជាក់ខ្លាំងពេកថារបាយការណ៍នេះមានបញ្ហាដូច្នេះគេព្យាយាមស្វែងរកបញ្ហាឲ្យអស់ពីលទ្ធភាពប្រហែលជាម៉ាស៊ីននឹងខូចទៅដឹងមន្ទីរពេទ្យនោះគឺបានប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនពួកយើងហាឧបករណ៍របស់ក្រុមហ៊ុនពួកយើងគឺល្អបំផុតនៅក្នុងប្រទេសដូច្នេះហើយវាមិនអាចមានបញ្ហាទាក់ទងនឹងឧបករណ៍មន្ទីរពេទ្យឡើយគឺថាម្នាក់ហ្នឹងគឺនិយាយឡើងជឿជាក់តែម្ដងតែក្រុមហ៊ុនពួកគេចាត់ទុកភាពអំនួតជាវប្បធម៌របស់ក្រុមហ៊ុនមែនទេពេលនេះតើពួកយើងនឹងត្រឡប់ទៅផ្ទះវិឡាវិញមែនទេបាទឆាប់បញ្ជូនគេទៅផ្ទះវិឡាវិញភ្លាមទៅយើងត្រូវតែឃើញដោយផ្ទាល់ភ្នែកនៅពេលដែលគេបានការចងចាំមកវិញលោកលៀននិយាយថាលោកអាចស្នាក់នៅទីនេះរហូតដល់លោកចងចាំកន្លែងដែលលោកធ្លាប់រស់នៅនោះវិញបានថ្ងៃនេះខ្ញុំទើបតែចាប់អារម្មណ៍ដឹងថាលុយហើយនឹងអត្តសញ្ញាណប័ណ្ណដែលខ្ញុំបាននាំមកជាមួយគឺมันអាចប្រើបាននៅលើភាពនេះបានទេបើទោះជាលុយអាចប្រើបានក៏ដោយมันអាចជួយឲ្យខ្ញុំរស់បានលើមួយអាទិត្យដែរខ្ញុំមានតែត្រូវពឹងពាក់សគេសិនហើយនៅទីនេះគឺថាលោកលៀនគាត់បានមកទទួលប្អូនស្រីរបស់គាត់បានសួរទៅកាន់ប្អូនស្រីរបស់គាត់ថាក្រោយថាមកវិញថ្ងៃស្អែកតើបានប្រាប់លោកប៉ាហើយឬនៅតែខ្ញុំចង់ធ្វើឲ្យអ្នករាល់គ្នាគេភ្ញាក់ផ្អើលហើយនាងក៏បានហុចអាវរបស់នាងឲ្យលោកលៀនរួចបាននិយាយទៅកាន់មិត្តភក្តិរបស់គាត់ថាមិនក្តៅយ៉ាងនេះហើយខ្ញុំនៅពាក់ខោអាវឡើងក្រៅមុនមកទីនេះខ្ញុំគួរតែឆែកមើលអាកាសធាតុហើយពេលហ្នឹងមិត្តភក្តិរបស់ម្នាក់ស្រីនឹងបាននិយាយថានាងសាវឆាប់ណែនាំបរិសម្នាក់នេះប្រាប់យើងខ្ញុំមកនេះគឺជាមិត្តរបស់ខ្ញុំណាហើយនេះគឺប្តីរបស់ខ្ញុំកាលពីក្មេងហេពេលហ្នឹងមែនទេចិននីងសាវថាលែងទេតាមពិតទៅនេះគឺបងប្រុសរបស់ខ្ញុំពេលហ្នឹងគឺថាតង់គេក៏បានរងចាំនៅក្នុងឡានតើឯងគឺតង់មែនទេនាងក៏បាននិយាយពីថាហើយទៅកាន់តង់ឬក៏ឡាជាជាមួយនឹងតង់ហើយក៏បានសួរតង់ថាអូមីងប៊ីនឹងផ្លេចទៅហើយកាលពីមុនប៉ារបស់ឯងដូចធ្លាប់ផ្ញើរូបថតរបស់ឯងឲ្យមីងមើលដែរតើប៉ុន្តែក្មួយនៅខាងក្រៅមិនដូចជាក្នុងរូបថតទេសោះរៀងនឹងឡើងសាច់ជាងមុនបន្តិចនឹងហើយខ្ញុំដូចជាធាត់ជាងមុនក្មួយមានធាត់ណាតើចង់ឲ្យយើងនាំឯងទៅផ្ទះអត់តើស្រីម្នាក់នោះនៅតែនៅក្នុងផ្ទះនោះទៀតមែនទេនឹងហើយ
នឹងហើយនេះតាកញ្ចាស់នោះនៅមិនទាន់បោះបង់នាងចោលទៀតទេទំនាក់ទំនងពួកគេហាក់ដូចជាបានយូរអង្វែងដល់ហើយតាគាត់កំពុងតែនិយាយពីមីងដ៏ស្រស់ស្អាតដែលនៅក្នុងផ្ទះលោកតាមែនទេខ្ញុំចូលចិត្តមីងម្នាក់នោះណាគាត់តែញញឹមនិងនិយាយលេងសើចជាមួយខ្ញុំអូមែនហើយថ្ងៃត្រង់នេះពួកយើងនឹងញ៉ាំម្ហូបចិនទៅខ្ញុំខានញ៉ាំម្ហូបចិនយូរហើយបងនៅមិនទាន់បានប្រាប់ប៉ាថាខ្ញុំត្រឡប់មកវិញទេត្រូវទេនៅទេឯងប្រាប់ក៏ខ្លួនឯងទៅការប៉ັດទៅខ្ញុំអត់ចង់ទៅផ្ទះវិញទេអញ្ចឹងហើយបានខ្ញុំអត់ប្រាប់ប៉ាដោះស្រាយខ្លួនឯងទៅអេចោះបើខ្ញុំអត់ទៅផ្ទះវិញបានអត់នៅពេលដែលគាត់ថាត្រូវជួបមុខនាងតែអាហារ3ពេលនោះខ្ញុំខ្លាចលេបម្ហូបមិនចូលទេទីងអូមែនខ្ញុំចាំបានថាបងរយមានវិឡាមួយនៅជាយក្រុងតែខ្ញុំមកទៅរស់នៅទីនោះបានទេឯងមិនទាន់អាចទៅរស់នៅទីនោះបានទេហាមិនអញ្ចឹងមិត្តរបស់បងគេរស់នៅទីនោះមកទេមកស្រីមែនមិនមែនទេមិនបានជាបងមិនទាន់មានសង្សារទៀតអញ្ចឹងរបូរនឹងការងារពេកហាបងប្រហែលជារវល់ពេកឡើងខ្លាចជាព្រះសង្ឃហើយពេលហ្នឹងគឺថាលោកលីនឹងគាត់បានស្រមៃទៅពេលដែលគាត់ខ្លាចជាព្រះសង្ឃគាត់ស្រមៃឡើងអត់មានបាក់និយាយមីកូននឹងតែម្ដងឥឡូវនេះគឺថាម៉ោងម៉ាណាមានអត់ដឹងទេតាខ្ញុំគេងលុតតាំងពីពេលណានេះឡើងយកបាត់ទៅហើយមកតើយប់នេះគ្មាននរណាមកទីនេះទេឃ្លានណាសុទ្ធតែអាហារគេក៏បានមកអាហារនេះទៅគឺសុទ្ធតែថ្លៃគេមកថាម៉ណាយហើយថ្លៃណាគេក៏ក្រឡេកមើលឃើញអាហារមួយគឺជាស្អីគេទេអត់ស្គាល់នំហ្នឹងទេតើមកគេក៏លើកនំនឹងមួយចានហ្នឹងដាក់ទៅលើតុហើយគាត់បាននិយាយថាតុនេះពេលហ្នឹងគេសម័យទៀតហើយធ្វើឲ្យគេអៀនបេះដូងគេលើដឹកដាក់មុខឡើងក្រហមរួចក៏និយាយរអ៊ូតែឯងថាតើពេលណាតើខ្ញុំអាចជួបគេបាននឹងហើយទាំងអស់គ្នាសាច់រឿងភាគទី13ភាគទី13 14របស់យើងក៏ចិត្តឲ្យត្រឹមហ្នឹងហើយរងចាំទស្សនាភាគទី15ភាគទី16នៅវីដេអូក្រោយទាំងអស់គ្នាបាយបាយជូនពរដល់ទាំងអស់គ្នាសុខភាពល្អរកស៊ីមានបានភាគទី13 14របស់យើងចាប់ដល់ត្រឹមហ្នឹងហើយទាំងអស់គ្នាបាយបាយ